បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានគឺតាក់ទងទៅនឹងចំណេះដឹងមួយដែលបានចែករំលែកដោយ page នៅក្នុង Facebook ឈ្មោះគ្រូពេទ្យក្មេងបាទក៏បានចែកចាយនៅអត្ថបទមួយដែលខ្ញុំយល់ថាវាមានសារៈសំខាន់ដែរក៏បានសរសេរថាដោយសារតែខ្ញុំឃើញមានលោកពូទាហានម្នាក់មានស្នើសុំជំនួយជាធូបមូសព្រោះនៅក្នុងទីតាំងប្រយុទ្ធមានមូសច្រើនពេកដូច្នេះខ្ញុំសូមចែករំលែកទៅកាន់បងប្អូនសប្បុរសជនថាមិនគួរទិញធូបមូសសម្រាប់យោធានៅតំបន់ជួរមុខទេព្រោះវាអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពយោធានៅក្នុងបរិបទសង្គ្រាមសម័យទំនើបដោយសារតែផលប៉ះពាល់និងហានិភ័យរបស់ធូបមូសនៅក្នុងបរិបទសង្គ្រាមសម័យថ្មីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដូចជា1ធូបមូសដែលត្រូវបានដុតវាបង្កើតឲ្យជាកម្ដៅនិងផ្សែងជាបន្តបន្ទាប់ដែលធ្វើឲ្យពួកសត្រូវងាយចាប់ទីតាំងឈរជើងរបស់កងទ័ពរបស់យើងបាន2កាមេរ៉ាចាប់កម្ដៅដែលភាសាអង់គ្លេសគេហៅថា thermal camera ងាយស្រួលចាប់សញ្ញាកម្ដៅដែលវាចាប់យកកាំរស្មី infrared radiation ដែលបញ្ចេញពីធូបមូសដែលវាពិតជាគ្រោះថ្នាក់ណាស់សម្រាប់កងទ័ពយើងជំរើសដែលល្អនិងសុវត្ថិភាពបំផុតសម្រាប់ទាហានរបស់យើងដើម្បីការពារមូសខាំជាជាងការប្រើប្រាស់ធូបមូសគឺលេការពារមូសខាំដោយសារតែវាមិនមានផ្សែងមិនបង្កជាកម្ដៅដែលងាយស្រួលដល់សត្រូវងាយចាប់ទីតាំងរបស់កងទ័ពយើងនិងងាយស្រួលប្រើប្រាស់ជាប់ដៃពេលប្រយុទ្ធការជួយឧបត្ថម្ភដែលមានការយល់ដឹងត្រឹមត្រូវគឺជាការជួយការពារជីវិតរបស់យោធារបស់យើងពីសត្រូវហើយក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែករៃអង្គាសជាថវិកាក៏ដូចជាសម្ភារៈផ្សេងៗដើម្បីគ្រប់គ្រងដល់យោធាការពារព្រំដែនកម្ពុជាក៏ដូចជាបងប្អូនភៀសសឹកទាំងឡាយបាទទឹកចិត្តរបស់បងប្អូនគឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់យោធាខ្មែរដែលកំពុងតែការពារជាតិខ្ញុំក៏និយាយមកនេះសមហេតុផលដែរប៉ុន្តែបងប្អូនជួយយ៉ាងណាកុំភ្លេចជួយបញ្ចេញមតិយោបល់ដើម្បីយើងរកដំណោះស្រាយណាដែលល្អដើម្បីជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាពេលនេះបាទអញ្ចឹងខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា